បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទយើងមកមើលជ្រូកព្រៃកាត់ជ្រូកកណ្ដុរទាំងអស់គ្នាពុកម៉ែបងប្អូនបាទថ្ងៃនេះថ្ងៃទី30 ខែ 1 2026ពុកម៉ែបងប្អូនបាទនេះគឺកូនពូជជ្រូកព្រៃកាត់ជ្រូកកណ្ដុររបស់ខ្ញុំបាទចិញ្ចឹមបែបលក្ខណៈគ្រួសារពុកម៉ែបងប្អូនបាទចិញ្ចឹមលក្ខណៈគ្រួសារកូនទាំងអស់បាន6-10 ក្បាលពុកម៉ែបងប្អូនបាទ6-10 ក្បាលនោះវាទៅនៅខាងនោះអស់ហើយពុកម៉ែបងប្អូន6-10 ក្បាលកូនពីសាយពុកម៉ែបងប្អូនបាទកូនពីសាហើយកូនលើកទី2មេវាកូនមួយបាន8 ក្បាលទាំងអស់ពុកម៉ែបងប្អូនបាទ8ប្រមុនបាន5 6ក្រោយបាន8មេ2បាន8ទាំងអស់បាន6-10 ក្បាលពុកម៉ែបងប្អូនមកទាំងវង6-10 ក្បាលញីឈ្មោលប្រហែលជាស្មើគ្នាពុកម៉ែបងប្អូន8សុខភាពល្អពុកម៉ែបងប្អូនបាទឆ្លោះល្អនេះខ្ញុំទំតែធ្វើអាងពុកម៉ែបងប្អូនណាអាងដាំអសូឡាបាទនេះអាងដាំអសូឡាឡើងវិញពុកម៉ែបងប្អូនដោយសារអសូឡានេះវាមានសារៈសំខាន់សម្រាប់សត្វពុកម៉ែបងប្អូនបាទខ្ញុំថាមន់ទាជ្រូកໄວបាទហើយយើងត្រូវតែដាំវាពុកម៉ែបងប្អូនបាទព្រោះចំណីពិសេសរបស់វាហើយបើយើងទិញចំណីពីផ្សារមកវាអាចអស់ថវិកាច្រើនអញ្ចឹងយើងមានតែបើថាយើងរកដើមចេកយើងយូរទៅវាក៏ពិបាករកនឹងការរកដើមចេកដែរបងប្អូនរកតកូនក៏យើងពិបាកនឹងការទៅរកតកូនដែរអញ្ចឹងហើយមានតែយើងធ្វើអាងពុកម៉ែបងប្អូនមកធ្វើអាងដាំអសូឡាបើយើងចិញ្ចឹមមន់ទាអីជ្រូកអីគឺយើងត្រូវតែដាំអសូឡាបាទអសូឡាវាមានប្រូតេអ៊ីនច្រើនមានអត្ថប្រយោជន៍ច្រើនសម្រាប់សត្វពុកម៉ែបងប្អូនបាទហើយអញ្ចឹងហើយខ្ញុំធ្វើ2អាងពុកម៉ែបងប្អូនបាទ2អាងនេះខ្ញុំត្រូវតែបន្ថែមទៅទៀតដែរពុកម៉ែបងប្អូនបាទប៉ុន្តែក៏វាស៊ីអត់គ្រប់ទេតែប៉ុន្តែយើងគិតថាវាធ្វើទៅប៉ុណ្ណឹងសិនពុកម៉ែបងប្អូនបាទយើងយកប៉ុណ្ណឹងសិន2អាងសិនបាទហើយយើងចាំប្រិចមកខាងនេះទៀតបាទចាំប្រិចមកខាងនេះទៀតគឺជ្រូកយើងកាន់តែច្រើនទៅហើយយើងក៏ពិបាករកចំណីឲ្យវាស៊ីពុកម៉ែបងប្អូនអញ្ចឹងយើងត្រូវតែធ្វើអាងដាំអសូឡាទៅដើម្បីឲ្យវាស៊ីបាទឲ្យវាស៊ីជ្រូកឆ្នាំនេះខ្ញុំអាចទៅបរិចវាហើយជាបរិចវាបានមេរត់ទៅច្រើនពុកម៉ែបងប្អូនបាទឲ្យមេរត់ទៅច្រើននេះឈ្មោលកូនមុនប្រហែលជាចូល20ជាងទៅ30ហើយពុកម៉ែបងប្អូនបាទ20ទៅ30 គីឡូហើយចេះឡើងហើយបងប្អូនអានេះអាបារបស់ខ្ញុំនេះចំមុះស្រួយស្អាតណាស់បងប្អូនបាទនេះនិយាយទៅគេហៅថាពូជឈាមខ្ពស់បងប្អូនបាទចំមុះស្រួយមានខ្មៅមានឆ្នោតបងប្អូនបាទខ្មៅក៏មានឆ្នោតក៏មានដែរមានក្រហមបាទមានក្រហមខ្មៅសអញ្ចឹងទៅលាយគ្នាឆ្លោះល្អតែសម្រាប់ពុកម៉ែបងប្អូនដែលត្រូវការពូជអីអាចតាក់ទងតាមលេខទូរស័ព្ទបាទនៅខាងក្រោមវីដេអូបងប្អូនយកទៅចិញ្ចឹមធ្វើពូជចិញ្ចឹមគ្រួសារគឺល្អមែនតែនបាទជ្រូកនេះបើយើងទីផ្សារវាខ្ពស់បងប្អូនបាទទីផ្សារខ្ពស់តម្លៃគួរសមវាបើយើងចំទៅវាបានថ្លៃជាងជ្រូកស្រុកយើងបងប្អូនបាទជ្រូកស